សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាស្វាគមន៍មកកាន់ Channel The Secret Room បន្ទប់សម្ងាត់ក្នុងបន្ទប់មួយនេះពួកយើងបង្កើតឡើងដើម្បីជាកន្លែងសុវត្ថិភាពសម្រាប់បងប្អូនទាំងគ្នាក្នុងការរំលាយនៅរឿងរ៉ាវអាថ៌កំបាំងតឹងទ្រូងភាពឈឺចាប់ដែលមិនអាចនិយាយប្រាប់នរណាបានដោយមិនបាច់បង្ហាញអត្តសញ្ញាណនិងមិនបាច់ទម្លាយឲ្យគេស្គាល់អំពីរូបអ្នកទាំងអស់គ្នាមិនថាជារឿងរ៉ាវស្នេហាគ្រួសារឬក៏ជាការសម្ងាត់ណាមួយដែលមិនអាចប្រាប់អ្នកក្បែរខ្លួនបានក៏ដោយបន្ទប់មួយនេះរងចាំទទួលស្ដាប់និងចែករំលែកអ្នកដោយការយល់ចិត្តសម្រាប់បងប្អូនដែលទើបនឹងចូលមកទស្សនាថ្មីសូមកុំភ្លេចចុចប៊ូតុង Subscribe និងបើកសញ្ញាកណ្ដឹងមួយផងដើម្បីកុំឲ្យរំលងនៅរឿងអាថ៌កំបាំងជាច្រើនទៀតដែលយើងនឹងទលាតត្រដាងនៅក្នុង Channel មួយនេះហើយនៅថ្ងៃនេះយើងបានឈានចូលដល់សម្បត្តិទី8ហើយដែលសម្បត្តិនេះផ្ញើចេញពីបេះដូងដ៏ទន់ជ្រាយនៅផ្ទៃខ្ទងរបស់ភរិយាម្នាក់គាត់បានផ្ញើសារមកកាន់ admin នៅរឿងរ៉ាវមួយដែលមានចំណងជើងថាការលះបង់ដែលគ្មានតម្លៃនិងការតបស្នងដ៏ឈឺចាប់ជ្រាបសួរ admin និងជ្រាបសួរប្រិយមិត្តអ្នកស្ដាប់នៅក្នុងបន្ទប់សម្ងាត់ទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមសិទ្ធិមិនបញ្ចេញឈ្មោះទេប៉ុន្តែនាងខ្ញុំមានរឿងរ៉ាវដ៏ឈឺចាប់មួយដែលលាក់ទុកនៅក្នុងចិត្តម្នាក់ឯងជាយូរមកហើយមិនដឹងត្រូវនិយាយប្រាប់អ្នកណាក៏សម្រាប់ចិត្តសរសេរសារផ្ញើមកកាន់ admin ដើម្បីចែករំលែកនិងចង់សួរឲ្យអ្នកស្ដាប់ទាំងអស់គ្នាតើការលះបង់របស់ខ្ញុំវាពិតជាគ្មានតម្លៃទាល់តែសោះមែនឬទេនាងខ្ញុំនិងស្វាមីបានរៀបការជាមួយគ្នារយៈពេល7ឆ្នាំហើយកាលពីចាប់ផ្ដើមដំបូងពួកយើងគ្មានអ្វីទាំងអស់គឺចាប់ផ្ដើមពីបាតដៃទទេពិតស្វាមីរបស់ខ្ញុំកាលនោះគ្រាន់តែជាបុគ្គលិកក្រុមហ៊ុនតូចមួយចំណែកនាងខ្ញុំជាអ្នកលក់ដូរតិចតួចពួកយើងធ្លាប់ជួលបន្ទប់តូចចង្អៀតរស់នៅទាំងត្រដោហូបមីកញ្ចប់ចែកគ្នាក្នុងមួយថ្ងៃដាច់លុយម្ដងប៉ុន្តែពេលនោះខ្ញុំមិនដែលរអ៊ូថាហត់ឬចង់បោះបង់គាត់ម្ដងណាឡើយខ្ញុំស្រឡាញ់គាត់ខ្ញុំជឿជាក់លើគាត់ហើយខ្ញុំសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីគាំទ្រគាត់ក្រោយមកស្វាមីរបស់ខ្ញុំគាត់បានមានគំនិតចង់ចេញរកស៊ីដែលបង្កើតក្រុមហ៊ុនរួមជាមួយនឹងមិត្តភ័ក្តិរបស់គាត់ពេលនោះពួកយើងគ្មានដើមទុនទេដើម្បីក្តីសុបិនរបស់ប្តីខ្ញុំសម្រេចចិត្តធ្វើរឿងមួយដែលស្ត្រីគ្រប់រូបដែលស្រឡាញ់ប្តីបំផុតនោះបានធ្វើគឺខ្ញុំបានយកគ្រឿងអលង្ការដែលជាកាដូរៀបការនិងគ្រឿងមាសគេមរតកពីម្ដាយរបស់ខ្ញុំទៅលក់ទាំងអស់មិនតែប៉ុណ្ណោះខ្ញុំបានទៅសុំខ្ចីលុយពីសាច់ញាតិខាងខ្ញុំរហូតត្រូវមានអ្នកខ្លះគេមើលងាយស្ដីបន្ទោសដើម្បីតែយកលុយនោះមកឲ្យប្តីធ្វើជាដើមទុនក្នុងរយៈពេល4ឆ្នាំដំបូងនៃការបង្កើតក្រុមហ៊ុនខ្ញុំចូលរួមជាមួយគាត់ខ្ញុំហត់នឿយសឹងតែរកពេលដកដង្ហើមគ្មានក្រៅពីមើលថែកូននៅផ្ទះសម្បែងខ្ញុំត្រូវរត់ការឯកសារឲ្យគាត់ធ្វើការងារផងមើលបញ្ជីគណនេយ្យផងធ្វើដេកយប់ជ្រៅក្រោកពីព្រលឹមរៀងរាល់ថ្ងៃសម្រស់ដែលធ្លាប់តែស្អាតបាតក៏ប្រែជាចាស់ជ្រីវជ្រួញសក់ក្បាលចាប់ផ្ដើមរញ៉េរញ៉ៃសម្លៀកបំពាក់ថ្មីមិនដែលហ៊ានទិញទេស្លៀកព្រោះតែចង់សន្សំលុយពង្រីកមុខរបរឲ្យប្តីខ្ញុំតែងតែប្រាប់ខ្លួនឯងថាវាមិនអីទេការលះបង់ដើម្បីគ្រួសារថ្ងៃក្រោយប្តីជោគជ័យពួកយើងក៏គង់តែអាចកែខៃឡើងវិញបានហើយយើងនឹងមានក្តីសុខហើយចុងក្រោយគាត់ពិតជាជោគជ័យមែនក្រុមហ៊ុនដើរទៅមុខយ៉ាងរលូនរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយខែពួកយើងមានផ្ទះវីឡានៅក្នុងបុរីធំមួយនៅទីក្រុងភ្នំពេញមានឡានទំនើបជិះខ្ញុំគិតថាទុកលំបាករបស់ខ្ញុំដល់ពេលត្រូវបញ្ចប់ហើយប៉ុន្តែខ្ញុំគិតខុសទាំងស្រុងនៅពេលដែលគាត់ចាប់ផ្ដើមមានលុយមានអំណាចមានមុខមាត់ក្នុងសង្គមស្គាល់គេច្រើនភ្នែករបស់គាត់លែងសម្លឹងមើលប្រពន្ធកំសត់ម្នាក់នេះទៀតហើយគាត់ចាប់ផ្ដើមចូលផ្ទះយប់ជ្រៅជួនកាលមិនដេកផ្ទះក៏មានដោយយកលេសថារវល់ជួបជាមួយភ្ញៀវពេលទៅផ្ទះគាត់លែងនិយាយផ្អែមល្ហែមរកខ្ញុំដូចមុនគាត់មិនស្រឡាញ់មិនយកចិត្តទុកដាក់មិនលេងជាមួយកូនដូចមុន
ពេលមើលមកខ្ញុំគាត់ប្រើខ្សែភ្នែកបែបធុញទ្រាន់គាត់ចាប់ផ្ដើមរិះគន់រូបរាងរបស់ខ្ញុំថាឥឡូវធាត់ខ្មៅចាស់តុបតែងខ្លួនយ៉ាងម៉េចក៏មិនស្អាតដែរដើរទៅណាមិនទាន់សម័យពិបាកនាំចូលចំណោមជាមួយគាត់ណាពាក្យសម្ដីរបស់គាត់គ្រប់ម៉ាត់ឮរងំពេញក្នុងត្រចៀកគឺគាត់ភ្លេចហើយឬថាអ្វីបានជាខ្ញុំទៅជាបែបនេះបើខ្ញុំមិនហត់នឿយរែកពុនលើកិច្ចការងាររបស់គាត់លះបង់ក្តីសុខខ្លួនឯងដើម្បីលុយជាដើមទុនឲ្យគាត់តើខ្ញុំនឹងធ្លាក់ខ្លួនទៅជាបែបនេះឬទេរហូតមកដល់ខែមុនការពិតចាប់ផ្ដើមត្រូវបានលាតត្រដាងខ្ញុំបានឃើញសារមួយនៅក្នុងទូរស័ព្ទរបស់គាត់កំពុងតែលួចចិញ្ចឹមស្រីក្មេងម្នាក់ជាស្រីស្អាតដើរទិញអីវ៉ាន់ brand ស្លៀកពាក់ sexy នៅក្នុងសារនោះប្តីរបស់ខ្ញុំដែលធ្លាប់តែជាមនុស្សសុភាពគេចេះប្រើពាក្យផ្អែមល្ហែមលេបខាយលួងលោមលូកជ្រៅដោយពាក្យអាភាសហើយមានបង្ហាញពីការចំណាយលុយរាប់ពាន់ដុល្លារទិញកាបូបនិងទិញឡានឲ្យស្រីម្នាក់នោះទៀតផងអ្វីដែលជាចាប់បំផុតគាត់បានផ្ញើសារប្រាប់ស្រីម្នាក់នោះថាបងធុញទ្រាន់នឹងមីកញ្ចាស់នៅផ្ទះនោះណាស់ចាំបងរៀបចំឯកសារលែងលះរួចរាល់កាលណាបងនឹងរស់នៅជាមួយអូនឲ្យពេញមុខតែម្ដងទឹកភ្នែកខ្ញុំនៅពេលដែលបានអានសារនោះរួចហើយវាហូរមកដូចទឹកធ្លាយទំនប់ខ្លួនខ្ញុំញ័រទៅត្រើកដៃរបស់ខ្ញុំប្រែជាគ្មានកម្លាំងហើយធ្លាក់ទូរស័ព្ទចេញពីដៃលុយដែលគាត់យកទៅទិញកាបូប brand ឲ្យស្រីក្មេងគឺជាលុយដែលបានចេញពីកម្លាំងញើសឈាមដែលខ្ញុំធ្លាប់រួមសុខទុក្ខជាមួយគាត់ការលះបង់7ឆ្នាំរបស់ខ្ញុំយុវវ័យរបស់ខ្ញុំភាពស្មោះត្រង់របស់ខ្ញុំវាគ្មានតម្លៃស្មើនឹងស្រីក្មេងដែលទើបតែស្គាល់គ្នាប៉ុន្មានខែផងនោះទេមកដល់ចំណុចនេះខ្ញុំចង់បញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថានៅក្នុងឆ្នាំថ្មីនេះខ្ញុំមានអាយុ33ឆ្នាំប៉ុន្តែរូបរាងកាយរបស់ខ្ញុំវិញតាំងពីមានកូនក្រោយនេះមកហើយនឹងការហត់នឿយវាឈានកន្លងទៅរហូតដល់ស្ទើរតែដូចមនុស្សអាយុ40ឆ្នាំនេះគឺជាការហុចផលនៃការខំប្រឹងរបស់ខ្ញុំឬនៅពេលដែលខ្ញុំយកភស្តុតាងទៅដេញដោលគាត់មិនត្រឹមតែមិនសុំទោសឬក៏បង្ហាញពីការដឹងខ្លួនខុសប៉ុន្តែគាត់បែរជាបោះសម្ដីយ៉ាងមុតមកកាន់ខ្ញុំវិញថាបើដឹងហើយក៏ល្អដែរទៅសេពាក្យលែងលះហើយសញ្ញេទៅរាល់ថ្ងៃនេះនាងឯងមើលខ្លួនឯងផងមានចំណុចណាឲ្យសមនឹងធ្វើជាប្រពន្ធរបស់ប្រធានក្រុមហ៊ុនដូចខ្ញុំអត់ដើរទៅណាមកណាជាមួយម្ដងខ្មាស់គេស្ទើរតែយកមុខក្របកថោនេះឬជាការតបស្នងដ៏ឈឺចាប់ដែលខ្ញុំទទួលបានការលះបង់ដែលគ្មានតម្លៃចុងក្រោយត្រូវគេជន់ឈ្លីនិងបោះបង់ចោលដោយសម្រាមឥឡូវនេះខ្ញុំកំពុងតែស្ថិតក្នុងដំណាក់កាលរៀបចំឯកសារលែងលះខ្ញុំសម្រេចចិត្តដើរចេញទោះបីជាត្រូវឈឺចាប់តែខ្ញុំមិនអាចទ្រាំរស់នៅជាមួយមនុស្សប្រអកតញ្ញូបំភ្លេចគុណប្រពន្ធដើមបែបនេះឡើយខ្ញុំផ្ញើសារមកកាន់បន្ទប់សម្ងាត់នៅពេលនេះគ្រាន់តែចង់ដាស់តឿនដល់ស្រីនិងភរិយាទាំងឡាយថាកុំស្រឡាញ់គេរហូតដល់បោះបង់ខ្លួនឯងយើងជាស្រីត្រូវតែស្អាតត្រូវតែសុខភាពល្អវាមិនមែនដើម្បីប្រុសទេគឺដើម្បីខ្លួនឯងព្រោះសង្គមមួយនេះមិនខុសពីអតីតប្តីរបស់ខ្ញុំទេគឺគេឲ្យតម្លៃតែសម្បកក្រៅកុំបិទផ្លូវខ្លួនឯងបើទោះបីជារវល់យ៉ាងណាទោះនឿយហត់យ៉ាងណាត្រូវតែផ្ដល់ពេលមួយឲ្យខ្លួនឯងជាដាច់ខាតដើម្បីឲ្យខ្លួនឯងដើម្បីគ្រួសារដើម្បីអនាគតកុំភ្លេចស្រឡាញ់ខ្លួនឯងជាទីមួយព្រោះនៅពេលដែលគេមានបានគេប្រហែលជាមិនចងចាំរឿងរ៉ាវដែលយើងលះបង់ដើម្បីគេឡើយសូមអរគុណ admin ដែលបានអានសម្បត្តិរបស់ខ្ញុំ
បានប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាក្រោយពីបានស្ដាប់ការអានសម្បត្តិទី8ពីបងស្រីម្ចាស់រឿងហើយតើអ្នកទាំងអស់គ្នាមានអារម្មណ៍ដូច admin ដែរទេគឺពិតជាតឹងទ្រូងហើយខឹងជំនួសម្ចាស់សម្បត្តិណាស់ហើយក៏មិនហ៊ានគិតដែរថាបើខ្ញុំជាគាត់ស្ថិតក្នុងកលៈទេសៈនោះតើខ្ញុំនឹងធ្វើបែបណានោះប្រភេទនេះគឺជារូបភាពពិតនៃពាក្យដែលថាមានបានភ្លេចកំណើតមានថ្មីចោលចាស់កាលពីខ្លួនគ្មានអ្វីសោះបានម្ចាស់សម្បត្តិសុខចិត្តលក់មាសគេមរតកឪពុកម្ដាយខ្ចីបុលគេរហូតត្រូវគេមើលងាយព្រមទាំងហត់នឿយលះបង់ទាំងសម្រស់យុវវ័យដើម្បីជួយជ្រោមជ្រែងឲ្យគាត់ធ្វើជាប្រធានក្រុមហ៊ុនប៉ុន្តែដល់ពេលដែលជោគជ័យមានលុយឡានមានលុយចាយពេញដៃបែរជាមើលងាយប្រពន្ធខ្លួនឯងថាចាស់មិនសមនឹងខ្លួនឯងទៅវិញមនុស្សប្រុសដែលបំភ្លេចទឹកភ្នែកនិងញើសឈាមរបស់ប្រពន្ធដែលរួមសុខរួមទុក្ខហើយបើជាយកលុយទៅបំពេញចិត្តស្រីក្មេងបែបនេះថ្ងៃក្រោយគង់តែវិនាសទេហើយក៏នឹងជួបផលកម្មរបស់គេដែលគេបានសាងហើយបើសិនជាមានឱកាសដែលបរិះម្នាក់នោះបានស្ដាប់វីដេអូនេះខ្ញុំសូមផ្ញើពាក្យមួយម៉ាត់ទៅគាត់ថាអត់កណើតប្រយ័ត្នអាលាយឯងហើយទឹកភ្នែកប្រពន្ធដើមហែលមិនរួចទេទោះយ៉ាងណាអេដមីនពិតជាសរសើរនៅភាពរឹងមាំរបស់បងស្រីខ្លាំងណាស់ដែលចិត្តដើរចេញមិនទ្រាំរស់នៅជាមួយមនុស្សក្នុងឋាននរកចិត្តបែបនេះសូមជូនពរឲ្យម្ចាស់សម្បត្តិរកឃើញក្តីសុខពិតប្រាកដសម្រាប់ខ្លួនឯងនិងកូនឡើងវិញចុះប្រិយមិត្តអ្នកស្ដាប់យល់យ៉ាងណាដែរតើការលះបង់របស់ភរិយាពិតជាគ្មានតម្លៃនៅចំពោះមុខលុយកាក់និងស្រីក្មេងបែបនេះមែនអត់សូមជួយ comment បញ្ចេញមតិយោបល់និងផ្ដល់កម្លាំងចិត្តដល់បងស្រីម្ចាស់សម្បត្តិនៅខាងក្រោមវីដេអូនេះក្នុងប្រអប់ comment ប្រសិនបើបងប្អូនមានរឿងរ៉ាវចង់ទម្លាយឬចង់ចែករំលែកនៅក្នុង The Secret Room បន្ទប់សម្ងាត់នេះដែរបងប្អូនអាចផ្ញើសារមកកាន់ admin គ្រប់ពេលតាមរយៈ link នៅក្នុង Google Form នៅខាងក្រោមព្រមទាំង link channel Telegram ដែលអ្នកអាចផ្ញើសារជាឯកជនមកកាន់ខ្ញុំផ្ទាល់ហើយយើងនឹងរក្សាការសម្ងាត់ជូនអ្នកទាំងគ្នា 100% សូមកុំភ្លេចចុច like share និង subscribe ដើម្បីជាកម្លាំងចិត្តដល់ admin ផងសម្រាប់វីដេអូនេះ admin សូមអរគុណសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់ជម្រាបលាហើយយើងនឹងជួបគ្នានៅក្នុងសម្បត្តិក្រោយៗទៀត